សូមជម្រាបសួរសូមស្វាគមន៍មកកាន់ Channel Knowledge Cambodia 100K ថ្ងៃនេះនាងខ្ញុំមកបរិយាយអំពីអត្ថប្រយោជន៍នៃត្បូងថ្មហ្គាច់ចេតមានអត្ថប្រយោជន៍ផ្នែកវប្បធម៌ជំនឿនិងស្ថិរភាពអារម្មណ៍យ៉ាងទូលំទូលាយនៅក្នុងវប្បធម៌ចិនវាត្រូវបានគេចាត់ទុកថាជាថ្មនៃឋានសួគ៌និងជានិមិត្តរូបនៃភាពបរិសុទ្ធប្រាជ្ញានិងភាពស្ងប់ស្ងាត់អត្ថប្រយោជន៍សំខាន់របស់វាអាចបង្ហាញជាលក្ខណៈប្រភេទដូចខាងក្រោមអត្ថន័យតាមពណ៌បៃតងពណ៌ដែលមានតម្លៃខ្ពស់បំផុតនាំសំណាងទាញទ្រព្យនិងភាពរុងរឿងពណ៌សនាំសំណាងល្អនិងភាពហេងជួយបង្កើនបញ្ញាពណ៌លឿងជួយបង្កើនសំណាងពណ៌ក្រហមជួយបង្កើនស្នេហាពណ៌ខ្មៅជួយពង្រឹងកម្លាំងអត្ថប្រយោជន៍ផ្លូវវិញ្ញាណនិងជំនឿការពារចាត់ទុកជាថ្មការពារដែលការពារពីថាមពលនិងឥទ្ធិពលអវិជ្ជមាននាំសំណាងគេជឿថាអាចនាំមកនូវសំណាងល្អភាពជោគជ័យនិងភាពបរិបូរណ៍ផ្ទះសំណាក់ដាក់នៅក្នុងផ្ទះអាចជួយសម្អាតបរិយាកាសដាក់ទាក់ទាញភាពរុងរឿងនិងធ្វើឲ្យប្រសើរឡើងនៅទំនាក់ទំនងផលប្រយោជន៍សម្រាប់សុខភាពនិងអារម្មណ៍សន្តិភាពខាងក្នុងជួយនាំមកនូវភាពសុខដុមរមនាតុល្យភាពដល់ចិត្តរាងកាយនិងស្មារតីបន្ធូរអារម្មណ៍មានគេនិយាយថាមានថាមពលបន្ធូរអារម្មណ៍និងព្យាបាលដែលអាចជួយសម្រាលភាពតានតឹងនិងបង្កើនអារម្មណ៍ល្អជំនឿខាងព្យាបាលក្នុងឱសថបុរាណគេជឿថាអាចជួយដល់បញ្ហាតម្រងនោមការប្រើប្រាស់ជាក់ស្ដែងគ្រឿងអលង្ការត្រូវបានពាក់ជាទូទៅជាខ្សែកខ្សែដៃឬចិញ្ចៀនដើម្បីរក្សាថាមពលវិជ្ជមានឲ្យនៅជិតស្និទ្ធឧបករណ៍សមាធិត្រូវបានគេប្រើប្រាស់ក្នុងធ្វើសមាធិឬការអនុវត្តវិញ្ញាណដើម្បីបង្កើនការផ្ដោតអារម្មណ៍ការយល់ដឹងបន្ថែមសម្រាប់អ្នកទស្សនវិជ្ជាសាស្ត្រអត្ថប្រយោជន៍ផ្នែកជំនឿនិងព្យាបាលរបស់ត្បូងហ្គាច់គឺផ្អែកទៅលើប្រពៃណីនិងបទពិសោធន៍ផ្ទាល់ខ្លួនវាមិនទាន់មានការបញ្ជាក់ដោយវិទ្យាសាស្ត្រទំនើបយ៉ាងពេញលេញនោះទេការថែរក្សាដើម្បីរក្សាត្បូងហ្គាច់ឲ្យស្អាតគួរសម្អាតដោយសាប៊ូស្រាលជូតថ្នមហើយលាងជម្រះដោយទឹកស្អាតគួរទុកវានៅកន្លែងត្រជាក់ស្ងួតហើយជៀសវាងការប៉ះពាល់នឹងសារធាតុគីមីឬកម្ដៅខ្លាំងសូមអរគុណបងប្អូនសម្រាប់ការតាមដានសម្រាប់ពីដើមដល់ចប់សូមបងប្អូនជួយចុច Subscribe រួចចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗនិងជាការផ្ដល់កម្លាំងចិត្តដល់នាងខ្ញុំផងសូមអរគុណ